បើអស់មកក្នុងកាមេរ៉ាហ្នឹងមានដុំភ្លើងមួយក្រោកនេះរៀងនេះពេលដែលបងប្អូនដងមកអូនបើចឹងហើយនេះបងប្អូនយកទល់ទៅវិញមកយកទល់ទៅវិញមកដោះវាដោះដើម្បីដាក់ memory ចូលចឹងដោះចឹងមកគេដោះចឹងមកមានប៊ូតុងកន្លែងថតនេះដាក់សម្រាប់ដាក់ memory អានេះសម្រាប់ reset នេះបើយើងចង់ reset កាមេរ៉ានឹងទៅយើងចុចលើវាជាប់ទៅវា reset ទៅចឹងហើយខ្ញុំដាក់ memory ឲ្យបងប្អូនមើលជា memory ដែលខ្ញុំហៅមកដាក់មកចឹងនេះតាក់ទងមួយ port memory យើងត្រូវមើល slot វាដែររៀង memory ចេះចឹងយើងដាក់ត្រូវដាក់ចឹងស្ទុកចូលមកវិញវាចឹងវិញវាបាច់អប់ចឹងតែបងប្អូនចង់ដកវិញបងប្អូនចុចលើចឹងវាលោតខ្លួនឯងហើយចាប់ដកមកចឹងបងប្អូនសើហើយវិញវាអប់ចឹងហើយក៏មកធ្វើការបិទវិញចឹងអានេះរបៀបដាក់ memory ចូលនៅក្នុងកាមេរ៉ាហ្នឹងចឹងទៅទៀតខ្ញុំនឹងបង្ហាញពីរបៀប set up កាមេរ៉ាហ្នឹងគឺបងប្អូនចេះតម្លើងខ្លួនឯងទិញយកទៅតម្លើងខ្លួនឯងកុំឲ្យបាទអស់លុយជាងបងប្អូនហៅជាងទៅគឺគេគិតទៅវិញខ្ញុំមិនទេគឺ